ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទបានប្រមូលផលពេញប៉ោះឈើរីបាទដោយសារថ្ងៃនេះគឺខ្ញុំប្រមូលផលពេញប៉ោះឈើរីនេះគឺយកទៅខាងមន្ទីរកសិកម្មស្រុកគាត់តម្រូវការយកទៅធ្វើកម្មវិធីនៅថ្ងៃស្អែកមួយផ្នែកហើយមួយផ្នែកទៀតគឺខ្ញុំដាក់ទៅខាងទីផ្សារនៅទីក្រុងភ្នំពេញដើម្បីខាងទីផ្សារគាត់យកធ្វើជាសំណាក់ពុកម៉ែបងប្អូនដើម្បីពិនិត្យមើលសារធាតុគីមីក៏ដូចជាការប្រើប្រាស់ថ្នាំពុលដោយសារក្នុងចំការរបស់ខ្ញុំនឹងរៀបចំដាក់ពាក្យសុំធ្វើវិញ្ញាបនបត្រ GAP បាទដូច្នេះខាងទីផ្សារទំនើបនៅខាងទីក្រុងភ្នំពេញគាត់ឲ្យផ្ញើផ្លែពេញប៉ោះនេះទៅដើម្បីយកធ្វើជាសំណាក់នៅទីផ្សារនៅក្នុងទីក្រុងភ្នំពេញពុកម៉ែបងប្អូនបាទសង្ឃឹមថាពេញប៉ោះនេះនឹងអាចមិនមានសារធាតុគីមីបាទពុកម៉ែបងប្អូនផ្លែល្អៗដែរបងប្អូនណាបាទសូមអរគុណជម្រាបលាពុកម៉ែបងប្អូន